ខ្ញុំគឺជាមនុស្សម្នាក់ដែលខ្លាចសត្វពស់ខ្លាំងមែនទែនហើយខ្ញុំរៀបកន្សឹបថតពស់ម្ដងគឺខ្ញុំឲ្យឈីងថតឬក៏តួផ្សេងថតតែសម្រាប់ពេលនេះគឺខ្ញុំចង់សាកល្បងខ្លួនឯងថាខ្ញុំអាចថតបានជាមួយនឹងសត្វពស់ដែរឬទេក៏ប៉ុន្តែអ្វីដែលខ្ញុំជឿជាក់បានដោយសារមួយរយៈមុនគឺខ្ញុំបានឡើងភ្នំដើរឆ្លងកាត់ជាមួយនឹងតំបន់សត្វទាកដោយសារសត្វទាកនោះភាគច្រើនក៏មានមនុស្សខ្លាចច្រើនហើយសត្វទាកនោះគឺបើឈាមយើងទៀតក៏ប៉ុន្តែពេលដែលខ្ញុំទៅតំបន់ភ្នំហើយខ្ញុំបានឆ្លងកាត់តំបន់សត្វទាកនោះច្រើនក៏ខ្ញុំអាចឆ្លងកាត់ពុះពីឧបសគ្គនោះបាននិងអាចវឹកហាត់ស្មារតីរបស់ខ្ញុំបានដែលធ្វើឲ្យខ្ញុំកាត់បន្ថយការខ្លាចហើយនឹងធ្វើឲ្យខ្ញុំមានភាពក្លាហានជាងមុនដូច្នេះហើយពេលដែលខ្ញុំមកដល់ភ្នំពេញវិញខ្ញុំក៏រៀបចំកន្សឹបមួយដែលគេកំពុងតែនិយមថតtrendដែលកំពុងតែផ្ទុះខ្លាំងខ្ញុំក៏រៀបកន្សឹបដែលថតជាមួយនឹងសត្វពស់នឹងតែម្ដងហើយខ្ញុំក៏ចង់តេស្តសាកល្បងខ្លួនឯងថាខ្ញុំអាចពុះពៀដោយដែលខ្ញុំឆ្លងកាត់តំបន់ទាកនោះដែរឬទេដូច្នេះខ្ញុំក៏ចាប់ផ្ដើមរៀបកន្សឹបនេះឡើងដើម្បីកាន់តែចង់ដឹងខ្លួនឯងបន្ថែមទៀតក៏ប៉ុន្តែបងប្អូនណាយគ្រាន់តែការផ្សំជាមួយនឹងសត្វពស់គឺខ្ញុំចំណាយពេល3ម៉ោងហើយពេលដែលខ្ញុំប៉ះស្បែកពស់ម្ដងគឺអារម្មណ៍ខ្ញុំគឺរន្ធត់ខ្លាំងមែនតើក៏ប៉ុន្តែក្រោយមកខ្ញុំបានផ្សំតិចហើយខ្ញុំឈរតាំងស្មារតីខ្ញុំប្រាប់ខ្លួនឯងថាកុំខ្លាចហើយតាំងចិត្តឲ្យបានល្អបំផុតក៏ប៉ុន្តែបងប្អូនណាយខ្ញុំគ្រាន់តែចំណាយពេលជាមួយនឹងពស់ហ្នឹងគឺរយៈពេល3ម៉ោងហើយពេលដែលខ្ញុំផ្សំដំបូងគឺខ្ញុំប៉ះពស់ហ្នឹងសិនក៏ប៉ុន្តែពេលដែលលូកដៃប៉ះម្ដងគឺខ្ញុំរន្ធត់ខ្លាំងមែនតើឥឡូវបងប្អូនចាំទាយមើលថាតើខ្ញុំអាចថតជាមួយនឹងសត្វពស់នេះបានដែរឬទេខ្ញុំផ្សំជាមួយនឹងសត្វពស់ហ្នឹងខ្លាំងមែនតើខ្ញុំព្យាយាមប៉ះសិនដើម្បីឲ្យខ្ញុំផ្សំក៏ប៉ុន្តែលទ្ធផលចុងក្រោយគឺឈុតមួយនេះគឺខ្ញុំអត់បានថតជាមួយនឹងសត្វពស់នោះទេដោយសាររយៈពេល3ម៉ោងហើយខ្ញុំនៅតែមិនទាន់ផ្សំហើយសំខាន់បំផុតគឺខ្ញុំនៅតែញ័រដដែលហើយខ្ញុំក៏អត់ទាន់ផ្សំជាមួយនឹងអារម្មណ៍ដែលខ្ញុំថតជាមួយនឹងពស់ផងដែរក៏ប៉ុន្តែស៊ីនដែលខ្ញុំត្រូវថតជាមួយនឹងពស់នេះគឺនៅមានច្រើនទៀតក៏ប៉ុន្តែឈុតដំបូងដែលខ្ញុំត្រូវថតជាមួយពស់នេះគឺត្រូវបានសែលដោយសារខ្ញុំអត់ទាន់ផ្សំជាមួយនឹងសត្វពស់ចឹងថតអត់បានដូច្នេះហើយទើបលើកទៅស៊ីនក្រោយទៀតដើម្បីឲ្យខ្ញុំផ្សំជាមួយនឹងអារម្មណ៍ដែលខ្ញុំប៉ះពស់សិនពេលដែលចុងម៉ោងគឺខ្ញុំបន្ថយចុងក្រោយដោយសារម្ចាស់ពស់ដែលគាត់យកពស់មកគាត់ចាំខ្ញុំថតនឹងតាំងពីម៉ោង2ថ្ងៃរហូតដល់ម៉ោង2 3យប់ដូច្នេះហើយជំរឿសចុងក្រោយគឺខ្ញុំខ្លាចចិត្តគាត់ផងដែរខ្ញុំក៏ព្យាយាមថតជាមួយនឹងសត្វពស់នឹងជាមួយនឹងឈុតផ្សេងតែសម្រាប់ឈុតមួយនេះគឺ fail ហើយបងប្អូនទាំងអស់គ្នាគឺខ្ញុំថតអត់បានដោយសារខ្ញុំលេងទឹកមុខអត់ត្រូវដូច្នេះហើយទើប cancel ប្លង់មួយនេះគឺថតអត់បានសម្រេចនោះទេបងប្អូនទាំងអស់គ្នាប៉ុន្តែនៅឈុតចុងក្រោយគឺខ្ញុំថតបានសម្រេចដោយសារទី1គឺម៉ោង3ភ្លឺហើយសំខាន់បំផុតគឺខ្ញុំខ្លាចចិត្តម្ចាស់ពស់ដែលគាត់ខំប្រឹងមកតាំងពីម៉ោង2ថ្ងៃរហូតដល់ម៉ោង3យប់ដូច្នេះហើយទោះជាខ្លាចយ៉ាងណាក៏ដោយក៏ខ្ញុំពុះពៀថតឲ្យបានដែរហើយណាមួយតាំងពីថ្ងៃមកគឺខ្ញុំបានផ្សំរយៈពេលអស់3ម៉ោងដូច្នេះហើយពេលដែលក្នុងម្លងម៉ោង2ម៉ោង3ភ្លឺហ្នឹងគឺខ្ញុំថតបានសម្រាប់ពិសេសតែ team production របស់ខ្ញុំគឺក្រុមខាងរាជនីនិងកូនរបស់ខ្ញុំខំមកលើកទឹកចិត្តខ្ញុំនឹងថតពីព្រោះឲ្យជាលើកទី1ហើយដែលខ្ញុំថតtrend ហើយ trend នេះគឺពួកខ្ញុំបានត្រៀមចិត្តទុកថាគឺថតរយៈពេលច្រើនម៉ោងខ្លាំងមែនតើគឺជាង10ម៉ោងហើយពួកគាត់លឺសូរថតជាមួយនឹងពស់ទៀតកូនខ្ញុំទាំងអស់គ្នាមកលើកទឹកចិត្តខ្ញុំទាំងអស់ហើយនឹងក្រុមការងារអីហ្នឹងគ្រាន់តែឆ្លៀតពេលបានគឺនាំគ្នាទៅសម្រាកឲ្យគេតែសម្រាប់ខ្ញុំវិញគឺគ្មានពេលសម្រាកទេពេញមួយថ្ងៃតែម្ដងតែយ៉ាងណាអ្វីដែលខ្ញុំសប្បាយចិត្តគឺខ្ញុំបានថតចប់ដែរដើម្បីទុកបង្ហាញបងប្អូនទាំងអស់គ្នាដែលវីដេអូtrendដែលខ្ញុំខំថតរយៈពេលជិត20ម៉ោងនេះឲ្យបងប្អូនបានឃើញខ្ញុំចង់ដាក់បង្ហាញឲ្យបងប្អូនទាំងអស់គ្នាថាអ្នកណាមិនផ្ទុះសម្លេងជូតមុខឡាកម៉ូតែព្យាបាលរាល់បញ្ហាដែលអតិថិជនគាត់ប្រើហើយគឺព្យាបាលពិតហើយមាន feedback មុនប្រើនិងប្រើឲ្យបងប្អូនបានឃើញស្ដាយប្រសិទ្ធភាពនៃសម្លេងជូតមុខឡាកម៉ូដែលនាំចូលពីប្រទេសកូរ៉េព្យាបាលរាល់បញ្ហាដែលបងប្អូនលាក់ឬក៏ក្មេងដែលគាត់ទើបទាំងពេញវ័យឡើងមុននិងមនុស្សដែលពេញវ័យឡើងមុនផងដែរប្រសិទ្ធភាពគឺជាសះស្បើយដូចនៅក្នុងវីដេអូនេះអញ្ចឹងនេះហើយគឺជាលទ្ធផលដែលសម្លេងជូតមុខឡាកម៉ូផ្ទុះការគ្រប់គ្រងខ្លាំង